ចាបងប្អូនថ្ងៃនេះខ្ញុំធ្វើបាយដំណើបចំហុយជាមួយនឹងគ្រាប់ឈូកហើយដាក់លាយជាមួយនឹងទឹកស្លឹកតើយអញ្ចឹងណាបងប្អូនហើយចំណែករសជាតិវិញគឺឈ្ងុយឆ្ងាញ់មែនទែនទង់ក្លិនឈ្ងុយស្លឹកតើយឈ្ងុយដូងហើយនឹងយើងញ៉ាំទៅប៉ះចាំគ្រាប់ឈូកមួយគឺឆ្ងាញ់ណាស់ណាបងប្អូនណាបាយដំណើបចំហុយគ្រាប់ឈូកបងប្អូនមិនមានគ្រាប់ឈូកកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាចាពិតជារសជាតិឆ្ងាញ់មែនទែន ចាហើយយើងរោយល្ងពីលើតិចតិចមកចាខ្ញុំមានម្សៅដំណើបចំនួន250ក្រាមខ្ញុំយកវាទៅត្រាំជាមួយនឹងទឹកស្លឹកតើយចំនួន3-4ម៉ោងអញ្ចឹងណាបងប្អូនដើម្បីឲ្យវាចូលពណ៌បានល្អចាយើងត្រាំវាទុកចឹងសិនមកបើបងប្អូនអត់មានពេលទេត្រាំតែ1ម៉ោងក៏បានដែរចាបន្ទាប់មកខ្ញុំមានគ្រាប់ឈូកយកទៅត្រាំទឹកឲ្យវារីកដែរហើយលាងទឹកឲ្យស្អាតមកលាងទឹកវាឲ្យស្អាតឲ្យសម្រាប់ឲ្យវាឲ្យស្អាតមកហើយត្រាំទឹកឲ្យរីកចឹងមក3-4ម៉ោងដូចគ្នាហើយនេះ គឺខ្ទិះដូងខ្ញុំមាន250មីលីលីត្រហើយខ្ញុំដាក់ស្ករសនោះមួយស្លាបព្រាបាយណាបងប្អូនចូលចិត្តផ្អែមក៏ដាក់តាមនឹងទៅចាដោយសារខ្ញុំអត់ចង់បានផ្អែមទេគ្រាន់តែចំហុយវាឲ្យវាឡំហើយបន្ទាប់មកខ្ញុំក៏យកគ្រាប់ឈូកនឹងចាក់ទៅជាមួយនឹងកនឹងយើងត្រង់វាចេញចាក់ទឹកចេញមកហើយខ្ញុំដាក់ខ្ទិះដូងហើយនឹងខ្ញុំដាក់ដូងខ្ចីដូងកោសហ្នឹងយើងទិញដូងមកកោសខ្លួនយើងបានឈ្ងុយល្អចា ហើយបន្ទាប់ពីដាក់ដូងដាក់គ្រាប់ឈូកអីហើយយើងច្របល់ចូលគ្នាឲ្យសព្វជាមួយនឹងទឹកខ្ទិះដូងជាមួយនឹងស្ករហ្នឹងមកហើយខ្ញុំយកវាទៅចំហុយក្នុងរយៈពេលពី20នាទីទៅ30នាទីណាបងប្អូនមើលតាមភាពជាក់ស្ដែងហ្នឹងណាចំហុយវារហូតទាល់តែចាវាឆ្អិនមកហើយខ្ញុំដាក់ស្លឹកតើយពី3សន្លឹកបន្ថែមពីលើនឹងទៀតដើម្បីយើងចំហុយវាទៅឲ្យវាកាន់តែឈ្ងុយចាហើយយើងដាក់បិទស្បៃនឹងឲ្យជិតមកបងប្អូនមានប្រដាប់ចំហុយក៏ចំហុយតាមនឹងទៅ ចាបន្ទាប់មកខ្ញុំចំហុយវាឆ្អិនហើយណាបងប្អូននេះហើយបើកមកធំក្លិនឈ្ងុយមែនតើឈ្ងុយស្លឹកតើយហ្នឹងណាចាឆ្អិនហើយខ្ញុំយកវាមកដួសដាក់ចានអញ្ចឹងទៅហើយយើងថែមដូងពីលើតិចមកហើយនឹងល្ងលីងណាបងប្អូនចាហើយយើងញ៉ាំទៅឆ្ងាញ់មែនតើដូចយើងញ៉ាំសយអញ្ចឹងតែនេះយើងវាឆ្ងាញ់ជាងញ៉ាំសយណាបងប្អូនវាឈ្ងុយស្លឹកតើយនិងឈ្ងុយដូងមែនតើ